ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែករំលែកបងប្អូនជាមួយនឹងជំងឺមិនឆ្លងលើសឈាមក៏ដូចជាបញ្ហាទឹកនោមផ្អែមព្រោះជំងឺពីរហ្នឹងបងប្អូនទាំងអស់គ្នាកំពុងតែវាយលុកទៅលើមនុស្សគ្រប់វ័យតែម្ដងនាពេលបច្ចុប្បន្នហ្នឹងសូម្បីតែក្មេងអាយុ3ឆ្នាំក៏កើតអាយុ5ឆ្នាំក៏កើតវ័យជំទង់វ័យកណ្ដាលឬក៏ជ្រេវ័យហ្នឹងក៏កើតដែរអញ្ចឹងសបញ្ជាក់ឃើញថាជំងឺហ្នឹងគឺកើតច្រើនដោយសារអីបងប្អូនទាំងអស់គ្នាអាហារដែលបងប្អូនញ៉ាំរាល់ថ្ងៃមានជាតិម្សៅក៏ដូចជាជាតិផ្អែមខ្លាំងដែលធ្វើឲ្យមានហានិភ័យបងប្អូនជំងឺទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាត្រូវចាំថារាងកាយបងប្អូនមិនថាញ៉ាំស្ករមិនថាញ៉ាំខ្លាញ់មិនថាញ៉ាំអាហារក៏ណាក៏ដោយបងប្អូនញ៉ាំច្រើនស្តុកទុកយូរវាបង្កទៅជាខ្លាញ់វាបង្កទៅជាពពុះក្លូចខុសឬក៏គេហៅថាស្ករលើសនៅក្នុងខ្សែឈាមហ្នឹងឯងបងប្អូនទាំងគ្នាអញ្ចឹងតែកាលណារាងកាយរបស់មនុស្សយើងធ្វើការខុសប្រក្រតីអាំងសាលីនបងប្អូនមានបញ្ហាវាធ្វើឲ្យបងប្អូននឹងមានបញ្ហាអាំងសាលីនហ្នឹងគឺបណ្ដាលឲ្យបងប្អូនមានបញ្ហា A1C ហ្នឹងឯងហើយតែ A1C បងប្អូនឡើងចាប់ពី6ចុចឡើងទៅធ្វើឲ្យបងប្អូនមានហានិភ័យមួយគឺការទឹកនោមផ្អែមហ្នឹងឯងអញ្ចឹងបងប្អូនអរគ្នាតើតើនឹងបញ្ហាលើសឈាមក៏ដូចជាទឹកនោមផ្អែមបងប្អូនអាចកែបានកែខ្លួនឯងរឿងទី1កែនៅក្នុងការដែលបងប្អូននឹងកាត់បន្ថយទទួលទានអាហារប្រៃអាហារជៀនឆាឬក៏អាហារដែលប្រើខ្លាញ់ច្រើនឬក៏គ្រឿងកំប៉ុងឬក៏ភេសជ្ជៈដែលបងប្អូនញ៉ាំចូលផ្អែមរាល់ថ្ងៃហ្នឹងព្រោះរាងកាយបងប្អូនតែកាលណាវាធ្វើការឡើងកើតជាតិស្ករជាតិខ្លាញ់វាស្តុកទុកយូរច្រើនណាបងប្អូនអរគ្នាដោយបងប្អូនស្តុកទុកសំអីនៅក្នុងផ្ទះអញ្ចឹងបងប្អូនអរគ្នាមួយថ្ងៃបងប្អូនដាក់ចូលបន្តិចមួយថ្ងៃបន្តិចយូរវាខ្លាចទៅជាស្តុកវាខ្លាចទៅជាឃ្លាំងមួយអញ្ចឹងរាងកាយរបស់មនុស្សយើងដូចគ្នាតែកាលណាខ្លាញ់ក្នុងខ្សែឈាមបងប្អូនមានកកមានស្ទះច្រើនវាធ្វើឲ្យបងប្អូនឡើងសពាធឈាមទៅជាបញ្ហាឡើងឈាមហើយបងប្អូនញ៉ាំជាតិស្ករច្រើនពពុះក្លូចខុសវាធ្វើការបានល្អវាធ្វើឲ្យបាក់អាំងសាលីនបងប្អូនចុះខ្សោយវាបង្កឲ្យបងប្អូនទៅជាបញ្ហាទឹកនោមផ្អែមហើយមួយទៀតបងប្អូនអរគ្នាគូរៀនទម្លាប់មួយនៅក្នុងការហាត់ប្រាណជាប្រចាំញ៉ាំទឹកឲ្យគ្រប់គេឲ្យគ្រប់កាត់បន្ថយ stress ឬក៏គ្រប់គ្រងអាហារឲ្យបានល្អរាងកាយបងប្អូននឹងបន្តមកធម្មតានៅពេលបច្ចុប្បន្នបងប្អូនអរគ្នាអ្នកវិទ្យាសាស្ត្រគេបានស្រាវជ្រាវឃើញពពុះអំបូរគេហៅថា fear grain បងប្អូនអរគ្នាពពុះ fear grain គឺវាមានឯកទេសខ្លាំងខុសពីឱសថធម្មតាត្រង់ថាវាជាពពុះអាហារបែបសរសៃឬក៏គេហៅថាពពុះ fiber បងប្អូនអរគ្នាវាមានតួនាទីមួយដែលចាប់ជាតិស្ករឬក៏ជាតិខ្លាញ់ដែលលើសនៅក្នុងសរសៃឈាមរបស់មនុស្សយើងបានអញ្ចឹងសម្រាប់មនុស្សយើងដែលមានបញ្ហាលើសខ្លាញ់លើសស្ករក្នុងខ្សែឈាមអាពីរពុកហ្នឹងវាជួយទៅចាប់សរីរាង្គបងប្អូនអរគ្នាតទៅនឹងខ្លាញ់ស្ករហ្នឹងឲ្យមកមកធម្មតាវិញតែបើសិនជាបងប្អូនខ្វះវាជួយប្រគ្រប់បងប្អូនលើសវាជួយដកចេញអញ្ចឹងបងប្អូនអរគ្នាវាខ្លាំងកន្លែងហ្នឹងដោយសារអីអ្នកវិទ្យាសាស្ត្រគេបានអាប់ដេតចុងក្រោយគេបានរកឃើញប្រភេទឱសថពីរប្រភេទហ្នឹងគេហៅឲ្យឈ្មោះវាថា Fear Grade Product ជាឱសថដែលឲ្យយើងអារម្មណ៍ស្រស់ស្រាយហើយវាជួយតទៅនឹងបញ្ហាខ្លាញ់ស្ករហ្នឹងឯងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានសុខភាពល្អចង់ការពារចង់ថែទាំចង់រកដំណោះស្រាយអាចសួរព័ត៌មានបន្ថែមនៅក្នុងវីដេអូនឹងបានព្រោះ Fear Grade ហ្នឹងកំពុងតែជួយមនុស្សនៅលើពិភពលោកជាពិសេសនៅប៉ែកអឺរ៉ុបច្រើនមែនទែនបងប្អូនអរគ្នាអញ្ចឹងព័ត៌មានលម្អិតអាចសាកសួរព័ត៌មាននៅក្នុងវីដេអូនឹងបន្ថែមបានហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនអរគ្នាសុខភាពល្អយូរវែងគ្រប់ក្រុមគ្រួសារអរគុណច្រើន